រឿងពិតរបស់បុរសម្នាក់ដែលចង់មកលេងតូកជូនៅចាំទៅកុំគិតច្រើនពេកទុកស្អីគិតខ្លះរឿងចាស់គេផុតហើយនៅស្អីទៀតវាអាចតែមានរឿងថ្មីទៀតក៏មិនដឹងដោយសារតែក្មេងប្រុសម្នាក់នោះមករស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយមិនដែលមកលេងទីក្រុងតូក្យូទេប៉ុន្តែនៅថ្ងៃឆ្លងឆ្នាំកន្លែងធ្វើការរបស់គេគឺជប់ជាច្រើនថ្ងៃដូច្នេះហើយគេក៏មានបាយគំនិតគិតថាចង់មកស្គាល់ទីក្រុងតូក្យូឲ្យបានម្ដងនៅពេលនោះហើយគេក៏តែមកប្រាប់បងស្រីរបស់គេថាបងខ្ញុំចង់មកលេងតូក្យូមិនដឹងធ្វើយ៉ាងណាទេបងស្រីម្នាក់នោះក៏បានប្រាប់ទៅបងថាបងចង់ជិះអ្វីមកចង់អស់លុយតិចឬក៏អស់លុយច្រើនហើយបងប្រុសម្នាក់នោះក៏បានឆ្លើយថាចាខ្ញុំចង់សែលលុយដែរដូច្នេះហើយបងស្រីរបស់គេក៏បានប្រាប់ថាអញ្ចឹងបងជិះឡានក្រុងពេលយប់ទៅវារៀងអស់លុយតិចជាងជិះស៊ីងកាំសែនដែលអស់លុយរៀងច្រើនបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាខ្ញុំនឹងជិះឡានក្រុងបើទោះបីជាខ្ញុំមិនស្គាល់ផ្លូវក៏ដោយចាបន្ទាប់ពីសម្រេចនិយាយស្រស់ស្រួលគ្នារួចរាល់ហើយក៏ពឹងពាក់បងស្រីដើម្បីទិញសម្បត្តិឡានក្រុងថ្ងៃកំណត់ក៏បានមកដល់បងប្រុសម្នាក់នោះមានការរំភើបជាខ្លាំងហើយក៏បានធ្វើដំណើរទៅកាន់ទីតាំងដែលបានកំណត់ចាប៉ុន្តែមិនដឹងថាត្រូវឬខុសទេហើយអាចស្រីផងដែរដែលនាងខ្ញុំសោចប៉ុន្តែមិនមែនសោចសប្បាយចិត្តទេគឺសោចហួសចិត្តដោយសារតែនាងខ្ញុំក៏ចូលរួមចំណែកខុសនៅក្នុងដូចគ្នាចាហើយតែស្ដែងគឺគាត់ទៅកន្លែងចាំរថយន្តក្រុងនោះគឺខុសដោយសារតែវាមាន2កន្លែងហើយគាត់ទៅកន្លែងមួយទៀតដែលវាខុសដូច្នេះហើយសម្បត្តិឡានក្រុងនោះគឺយើងចោលលុយតែម្ដងចាហើយដោយសារតែសម្បត្តិឡានក្រុងនោះគឺជាសម្បត្តិពេលយប់ដូច្នេះហើយមានន័យថាគាត់ទៅមុខក៏មិនបានថយក្រោយក៏មិនបានមានន័យថាគាត់មកតូក្យូក៏មិនបានគាត់ត្រឡប់ទៅ apartment របស់គាត់វិញក៏អត់កើតដោយសារតែពិបាកធ្វើដំណើរទៅវិញដោយសារតែអស់រថយន្តក្រុងហើយដូច្នេះហើយគាត់ពួកខ្ញុំក៏បានសម្រេចចិត្តថាឲ្យគាត់ទៅហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងនោះដើម្បីស្នាក់នៅរហូតដល់ភ្លឺដើម្បីឲ្យគាត់ព្រឹកឡើងទៅអាចធ្វើដំណើរបន្តបានចាមកដល់កន្លែងនេះដែរនាងខ្ញុំក៏ចង់បកទៅក្រៅបន្តិចនេះអំពីក្មេងប្រុសម្នាក់នោះដោយសារតែជាថ្ងៃធ្វើការចុងក្រោយនៅកន្លែងធ្វើការដូច្នេះហើយគេក៏មានជប់លៀងបន្តិចបន្តួចជូនបុគ្គលិកហើយក្មេងប្រុសម្នាក់នោះក៏បានផឹកស៊ីបន្តិចបន្តួចខ្លះដែរហើយបានមកជិះឡានក្រុងទាំងស្រីស្រើផាក់ស្រវឹងឬមួយក៏អត់នោះខ្ញុំមិនច្បាស់ទេតតែទៅសួរសម្ភារខ្លួនតែអ្វីដែលនាងខ្ញុំច្បាស់នោះគឺចង់ចំណេញដាច់ចំណងចាដោយសារតែអត់ជំរឿហើយដល់ពេលព្រឹកគឺយើងមានតែប្រើម្យ៉ាងគាត់គឺជីស៊ីងកាំសែនអញ្ចឹងមានន័យថាគឺយើងអស់តម្លៃគុណនឹង2ចាអ្វីៗក៏បានកន្លងផុតទៅក្មេងប្រុសម្នាក់នោះក៏បានធ្វើដំណើរជិះស៊ីងកាំសែនដល់ជោគជ័យមកដល់ទីក្រុងភ្នំពេញដល់ណារយៈហើយពងទិញសម្បត្តិស៊ីងកាំសែនចាអធិស្ឋានផងដែរដោយសារតែអ្នកបញ្ចូលសម្លេងនេះកំពុងតែនឹកដល់ស្រុកដូច្នេះហើយក៏និយាយថាទីក្រុងតូក្យូចេញពីក្រុងភ្នំពេញចាសូមអធិស្ឋានផងដែរហើយត្រឡប់ចូលមករឿងយើងវិញអញ្ចឹងក្មេងប្រុសម្នាក់នោះក៏បានធ្វើដំណើរមកដល់ទីក្រុងតូក្យូដោយជោគជ័យនិងសប្បាយរីករាយហើយមេរៀនដែលយើងអាចរៀនសូត្រពីបងប្រុសម្នាក់នេះបានគឺមានដូចជាពេលដែលយើងធ្វើដំណើរឆ្ងាយតែម្នាក់ឯងគឺយើងត្រូវតែ check ជាមួយនឹងព័ត៌មាននៅខាងក្រុមហ៊ុនដូចជាពេលវេលាទីតាំងហើយនឹងឈ្មោះឡានដែលយើងត្រូវធ្វើដំណើរមកឲ្យច្បាស់លាស់ជាមួយនឹងខ្លួនឯងដូច្នេះហើយគឺនឹងមិនមានការខុសដូចជាបងប្រុសម្នាក់នេះទេចាសូមអរគុណ